សួស្តីអ្នកនរគ្នាស្វាគមន៍មកជាថ្មីជាមួយនឹងវីដេអូយើងបន្ទាប់អញ្ចឹងអឺវីដេអូយើងរៀនអំពីអឺអ្វីទៅជា Arduino ហើយយើងក៏បានអឺ introduction វាខ្លះដែរអំពី Arduino អំពី robot អូខេហើយយើងក៏បានរៀនអំពីមូលដ្ឋានគ្រឹះនៃកំពង់ខ្លះៗដែលវីដេអូទី1យើងហ្នឹងអញ្ចឹងវីដេអូថ្ងៃនេះអឺវីដេអូថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាទៅធ្វើ Blink LED មួយអូខេហើយយើងនឹងជ្រើសរើសយកអឺ Tinkercad ដើម្បីយកមក demo អ្នកនរគ្នាហើយឥឡូវយើងបើក Tinkercad អ្នកនរគ្នា Tinkercad នេះយើងចូលមកយើង login មករើសមួយ Google អូខេអញ្ចឹងយើងបង្កើតលើ secret បង្កើតអញ្ចឹងអ្នកនរគ្នានេះវាគឺជា online website មួយដែលយើងអាចរៀនឬក៏យើងអាចសិក្សាអំពី robotics បានអញ្ចឹងហើយនៅក្នុងហ្នឹងវាមានកំពង់នឹងមួយចំនួនអាចល្មមយើងអាចរៀនបានហ្នឹងហើយអូខេតោះអញ្ចឹងដើម្បីយើងអាចធ្វើ Blink LED បានយើងរើសយក Arduino មួយតទៀតយើងរើស breadboard នេះអាចជួយយើងបានសម្រាប់ពេលដែលយើងធ្វើ project ទៅវាត្រូវការចន្លោះច្រើនដែលយើងអាចថតខ្សែដល់អីបានអញ្ចឹងវាអាចចំណេញយើងដែរយើងអាចប្រើតែមួយទៅវាយើងអាចភ្ជាប់វាខ្សែផ្សេងៗទៅប្រើនៅកន្លែងផ្សេងៗបានអញ្ចឹងbreadboard នេះមើលយើងដាក់លើវាទៅឃើញអានេះខ្សែវារកជួរ A អាពីរនេះជួរ A រក O ហើយអានេះជួរឈរចេះអញ្ចឹងយើងរើសLED មួយ LED នេះវាមានកាតូតជាមួយនឹងអាណូតអានេះបូកអានេះដកអញ្ចឹងយើងអាច LED នេះអញ្ចឹងសម្រាប់ LED យើងអាចមើលបានសម្រាប់ជើងដែលវែងវាជាបូកសម្រាប់ជើងដែលខ្លីវាជាដកហើយយើងអាចចំណាំថាវាបូកដកបានទៀតអឺនេះគ្នាពេលដែលអ្នកទាំងអស់គ្នាស្ទាបមើល LED ហ្នឹងវាមានយើងកពិតបន្តិចអាកន្លែងហ្នឹងមានថាវាជាខាងដកហើយអត់មានអាហ្នឹងវាខាងបូកនេះកពិតអញ្ចឹងយើងអាចស្ទាបបានហើយបើសិនជាឧទាហរណ៍ថាយើងកាត់អាជើងវាស្មើគ្នាអញ្ចឹងទៅយើងអត់ដឹងថាមួយណាវែងមួយណាខ្លីអញ្ចឹងយើងអាចស្ទាបខាងលើនេះបានថាខាងណាបូកខាងណាដកអញ្ចឹងហើយ
ចឹងយើងមកកាន់នេះរបស់យើងវិញចឹងនេះថាអានេះបូកហើយដកអូខេពណ៌នេះចឹងនៅក្នុង IDE ហ្នឹងយើងអាចរើសឲ្យពណ៌នៃពូជបានមាន low មានwhite green white មាន yellow យ៉ាងទៅអូខេចឹងយើងអូសមកដាក់លើbrain hot របស់យើងចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់យើងរកខ្សែមកខ្សែចឹងនៅខាងដកយើងអានេះជួរនេះចឹងយើងអាចចាប់ពីខាងណាទៅខាងណាចឹងអានេះខាងដកយើងរុំទៅខាងដកចូលមកកាន់ Arduino យើងដកនេះយើងឃើញGND ហ្នឹងដកហ្នឹងបងប្អូនហើយយើងដូរពណ៌យើងមានពណ៌ខ្មៅពីច្រើនដកយើងអាចប្រើពណ៌ខ្មៅទៅវាស្រួលមើលវាស្រ័យចឹងខាងក្នុងអ្នកនេះយើងអាចប្រើ resistor មួយក៏បានដែរជាប្រាក់ទីយើងព្យាយាមប្រើវាទៅresistor ហ្នឹងចឹង resistor ហ្នឹងវាមាននីតិទប់នឹងលំហូរនៃចរន្តអគ្គិសនីដើម្បីកុំឲ្យគ្រឿងទទួលហ្នឹងវាមានការឆេះខូចចឹងទៅហើយវាក៏មាននីតិតម្រូវកម្រិត function សម្រាប់គ្រឿងទទួលដែរចឹងយើងអាចប្រើអានេះមានន័យថាវាខ្សែតែមួយនេះចឹងវាអាចជួបទៀតជើងលេខមកចឹងបើ9យ៉ាង8អូខេតោះនេះមកកោអានេះគេហៅកោប្លុកណាកោប្លុកយើងអាចតែរៀបដាក់ក្នុងទៅយើងមើលកោប្លុកអូខេចឹងនេះសម្រាប់ពេលដែលអ្នកគ្នាធ្វើអាហ្នឹងហើយវាបានកោប៉ុណ្ណេះចឹងអ្វីដែលយើងធ្វើបន្ទាប់យើងមិនភ្ជាប់ទៅកាន់ជើងលេខ9ចឹងវាក៏មានស្គាល់នៅជើងលេខ9យើងចឹងយើងអាចមកបើកវាមកចឹងសិក្សាអូខេdefine define យើងប្រើនេះមក9អូខេតោះនេះអ្នកគ្នាចាំវាស្គាល់នេះចឹងន័យថាយើងទៅបើកអាជើងលេខ9នេះបើកអាជើងលេខ9ឲ្យស្គាល់នេះដល់មកវានឹងដើរនៅក្នុងឃើញពេលដែលចូលមកឃើញវាពីរ voice set up ជាមួយនឹង voice load voice set up ហ្នឹងមានន័យថាធ្វើចប់ voice set up ហ្នឹងមានន័យថាអាកូដហ្នឹងវាដើរម្ដងអ្នកគ្នាអញ្ចឹងមានន័យថាអា pin នេះមានន័យថាយើងបើកអា pin LED របស់យើងនេះទៅ9នេះ
ឲ្យក្បាលនេះចឹងយើងនឹងសង្ខេបឬក៏យើងនឹង describe វាបន្តទៀតនៅចំណុចបន្ទាប់ទៅហើយចឹងសម្រាប់វីដេអូនេះយើងធ្វើទាក់ទងជាមួយនឹង LED ហើយឥឡូវយើងនឹងមើលfor loop នេះfor loop ហ្នឹងមានន័យថាវានឹងដើររហូតមានន័យថាដើរ loop ទៅវិញទៅមក loop ពេលវាដើរចុះមកហើយចុះហើយវានឹងឡើងទៅវិញដូចនេះន័យថាឲ្យពូហ្នឹងវាភ្លឺហើយវា delay មួយ plate 1000 millisecond ទៅឲ្យវាបិទវិញឲ្យវាបិទហើយឲ្យវា delay ហើយវានឹងដើរនៅខាងលើហើយវានឹងដើរចុះក្រោមរហូតដល់ឃើញពូនេះអូខេឃើញបើយើងចង់ដាក់ឲ្យបើយើងដាក់ចឹងអ្នកគ្នាពេលដែលអ្នកទាំងអស់គ្នាតេស្តរៀល device យើងអាច stop យើងអាចដកភ្លើងដកអីសិនហើយចាំយើងកែកូដចឹងកុំកែឆៅវាIDE ដែលយើងតេស្តនេះចឹងយូរតើមកវានឹងបាត់វិញជួបនេះដាក់សម្រាប់ជាមួយនេះអ្នកនរគ្នាងាប់ឆ្អែតហើយចឹងសម្រាប់អ្នកនរគ្នាពេលដែលឧទាហរណ៍ថាយើងតេស្តយើងច្រឡំភ្លើងនេះមានន័យថាមកនេះដកចឹងយើងច្រឡំគូសទៅខាងដកមកខាងដកវិញហើយគូនេះមានន័យថាខាងដកតែខ្ញុំច្រឡំដាក់ទៅខាងដកលេខ2នេះហើយខាងដកនេះខ្ញុំដាក់ទៅខាងដកនេះដាក់ខាងដកហើយពណ៌ដាក់បោះហើយចឹងនៅពេលដែលយើងរ៉ាទៅគឺវាដើរទេហើយបើសិនជាវាជា rewind វិញពូនមែនតើហ្នឹងពូតូចហ្នឹងចឹងវានឹងឆេះពូហ្នឹងចឹងយើងមុននឹងយើងចាប់ដើមធ្វើវាយើងមើលជើងអី define វាត្រូវចឹងជៀសវាងឆេះកូដហ្នឹងទៅយើងខាតចឹងអូខេអ្នកនរគ្នាសម្រាប់វីដេអូហ្នឹងខ្ញុំមាន